ថ្ងៃនេះក្នុងរយៈ30ឆ្នាំជាងខ្ញុំនាំកូនស្រីរបស់ខ្ញុំទៅលេងស្រុកខ្មែរកូនរបស់ខ្ញុំទី2ហើយនិងនាងពៅទី3មិនដែលបានទៅលេងស្រុកខ្មែរទេពួកគាត់ទៅម្ដងនេះដូចជាសំណំដល់ហើយបងប្អូនអើយមើលចុះកូនខ្ញុំរុញរបស់ទៅដូចសន្ធឹកសន្ធាប់ណាស់ដូចជារើផ្ទះមកពីស្រុកអាមេរិកទៅស្រុកខ្មែរតែម្ដងកូនទាំងពីរនាក់មានអារម្មណ៍ចំណាប់ណាស់ហើយជួយម្ដាយរុញរបស់ទៅដាក់ចូលក្នុងកប៉ាល់ហោះជាការស្រេចបន្ទាប់ពីយើងបញ្ជូនរបស់របរដែលយើងត្រូវយកទៅប្រើប្រាស់ហ្នឹងអស់ហើយយើងក៏នាំគ្នា check in ចូលទៅក្នុងរកកន្លែងអង្គុយចាកូនរបស់ខ្ញុំទាំងពីរនាងកណ្ដាលហើយនិងនាងពៅមានការរំភើបជាខ្លាំងដោយសារ30ឆ្នាំជាងហើយបានខ្ញុំនាំកូនទៅលេងម្ដងពីព្រោះហេតុអ្វីពួកគេរវល់រៀនសូត្រហើយនឹងការងារពេលនេះយើងឈប់នៅកន្លែងសម្រាប់រងចាំកប៉ាល់ហោះគេហៅ overlay យើងក៏បានស្នាក់នៅទី hotel នៅគៀនតារាងកប៉ាល់ហោះបន្ទាប់ពីយើងស្នាក់នៅប្រហែលជា15ម៉ោងក្រោយមកហើយពួកយើងបានធ្វើដំណើរទៅចុះនៅតៃប៉េមើលចុះបងប្អូនអើយកូនខ្ញុំរំភើបណាស់នាងមិនដែលបានចេញដើរមកក្រៅស្រុកអាស៊ីយើងទេថ្ងៃនេះនាងឃើញស្រុកគេល្អណាស់នៅតៃប៉េនឹងជួបជុំកូនសប្បាយរីករាយទាំងអស់គ្នានៅរាត្រីពេលយប់នេះមុននឹងចាក់ចេញដំណើរបន្តទៅមុខទៀតទៅស្រុកយើងទស្សនានៅទីនេះយ៉ាងល្អបំផុតចាមានតាំងពីទឹកធ្លាក់មកនៅក្នុងម៉លគេនឹងហើយមានភ្លើងគេលេងយ៉ាងល្អមានគ្រប់ពណ៌ទាំងអស់ហើយមានម្ហូបអាហារឲ្យយើងញ៉ាំbreakfast buffet ញ៉ាំតាមចិត្តអាហារពេលព្រឹកពួកយើងសប្បាយរីករាយនឹងសាកល្បងនៅម្ហូបដ៏ល្អបំផុតនេះគ្រប់កន្លែងដែលយើងបានឈប់សម្រាកម្ហូបទាំងអស់នេះគឺច្រើនម្ហូបគ្រប់បែបយ៉ាងទាំងអស់ហើយក៏ឈប់សួរសុខទុក្ខនឹងត្រី goldfish ពួកយើងនាំគ្នាទៅឈប់នៅសៀមរាបហើយបានថតរូបជាអនុស្សាវរីយ៍ដើម្បីយកមកត្រឡប់មកស្រុកគេវិញយើងនឹងមានរូបមើលសម្រាប់តែយើងទៅថ្ងៃអនាគតសម្រាប់កូនចៅថ្ងៃក្រោយសូមអរគុណដែលបានទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះ